បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញពីរបៀបមិនដែលតែយកប្រមពីកម្មវិធី Maygen បងប្អូនកម្មវិធី Maygen ហ្នឹងគឺកម្មវិធីមិនដែលតែបង្កើតប្រមវាមានប្រមស្រាប់នៅក្នុងហ្នឹងអូខេឥឡូវយើងចូលក្នុង email ហើយយើងជ្រើសរើស search ពាក្យ Maygen បងប្អូនហើយបន្ទាប់មកយើង enter វាដើម្បីស្វែងរក Maygen អូខេឥឡូវយើងឃើញហើយយើងចុចនៅលើវាមួយហើយយើងនឹង sign in ជាមួយវាបងប្អូន sign in ជាមួយ email ប៉ុន្តែ email របស់ខ្ញុំហ្នឹងគឺ sign in រួចហើយបងប្អូនជាមួយនឹង Maygen ហ្នឹងឥឡូវយើងមើលក្នុងនេះវាមានរូបភាពជាច្រើនដែលយើងអាចជ្រើសយកមកប្រើប្រាស់ផ្សេងៗបងប្អូនហើយវាមាន template ផ្សេងៗជាច្រើនក្នុងនោះតោះឥឡូវយើងមករករូបដែលយើងពេញចិត្តមួយឥឡូវយើង scroll ទៅក្រោមអូខេឥឡូវយើងមើលរូបនេះស្អាតច្រើនហើយវាមានប្រមនៅក្នុងស្រាប់បងប្អូនឥឡូវយើងរករូបគំរូមួយដែលយើងចង់បានវាឥឡូវរូបខាងលើនេះវាអត់ទាន់មានរូបស្អាតទេប៉ុន្តែបើបងប្អូនចង់យកវាទៅប្រើប្រាស់អាចចុចនៅលើនោះបានអូខេឥឡូវយើងមកបន្តទៀតបងប្អូនឥឡូវយើងទៅរកនេះរូបមួយនេះបើសិនជាយើងចង់បានវាយើងគ្រាន់តែចុចខាងក្រោមនេះវាមានកន្លែង copy នេះយើងអាច copy ប្រមហើយគេមាន style 2នេះយើងអាចជ្រើសយកមួយណាក៏បានប៉ុន្តែក្នុងនេះបណ្ដៃយើងអាចចុច copy ប្រមនោះគឺដើម្បីយកទៅបង្កើតជារូបភាពស្អាតផ្សេងៗប៉ុន្តែរូបហ្នឹងគឺខ្ញុំអត់តចង់បានវាទេសារនៅជាប្រភេទរូបស្រីបងប្អូនប៉ុន្តែខ្ញុំចង់បានរូបជាលក្ខណៈតែមនុស្សប្រុសវិញម្ដងឥឡូវយើង scroll ទៅក្រោមបន្តទៀតដើម្បីរករូបដែលស្អាតហើយអូខេឥឡូវយើងឃើញរូបនេះមួយបងប្អូនរូបហ្នឹងយើងអាច generate បានហើយរូបហ្នឹងវាមានមិនថា style ស្អាតឥឡូវយើង copy មួយ copy ហើយយើងចូលក្នុង chat GPT បងប្អូនអូខេឥឡូវយើងរក chat GPT ឥឡូវយើងចុចទៅលើវា sign in ហើយបន្ទាប់មកយើងចុចផាសអាប្រមដែលយើងដាក់មិញហ្នឹងផាសហើយយើងឥឡូវយើងចុចផាសហើយយើងចុចស្វែងរករូបភាពបងប្អូនស្វែងរករូបភាពដែលយើងចង់ដាក់ឲ្យវា generate ឥឡូវយើងដើររករូបដែលយើងចង់ generate បន្តិចសិនអូខេបងប្អូនចាំបន្តិចអូខេឥឡូវយើងរករូបឃើញហើយឥឡូវយើងនឹងចុចទៅលើរូបហ្នឹងឲ្យវា upload ដើម្បី generate បងប្អូនហើយតាមយើងចុចអូខេឥឡូវយើងរងចាំវាឲ្យពេញអាកន្លែងរូបថតអញ្ចឹងយើងចុចញ៉ាប់ព្រួយនេះដើម្បីឲ្យវា generate បងប្អូនហើយបងប្អូនទាំងអស់គ្នាត្រូវចាំបន្តិចទៀតវានឹងឃើញលទ្ធផលវា generate រូបយ៉ាងម៉េចអូខេឥឡូវយើងឃើញលទ្ធផលវា generate ឃើញវា generate ទៅស្អាតបងប្អូនហើយបងប្អូនអាចយកតាមប្រមរបស់ខ្ញុំក៏បានឬក៏ចូលនៅក្នុង website Maygen បងប្អូនដើម្បីមិនថាយើងជ្រើសរើសប្រមដែលខ្លួនឯងពេញចិត្តបាទបងប្អូនអរគុណច្រើនចំពោះការទស្សនានៅវីដេអូរបស់ខ្ញុំនេះបងប្អូនជួយចុច subscribe នេះមើលដើម្បីមិនតែទទួលបាននូវព័ត៌មានថ្មីៗអំពីខ្ញុំបាទនៅវីដេអូក្រោយៗទៀតបងប្អូនសូមអរគុណច្រើនអ្នកទាំងអស់គ្នា